រិមិត្តទូរទស្សនិកជនជាទីគោរពឆ្នាំថោះឆ្នាំចាស់បានកន្លងផុតទៅឆ្នាំថ្មីឆ្នាំរោងឈានមកដល់ដោយពំនាំមកនៅជ័យមង្គលស្រីសុស្ដីនិងជោគជ័យថ្មីជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបជាបន្តសូមអញ្ជើញទស្សនានៅបទចម្រៀងក្រុមចំណងជើងថាជោគគម្ពីរឆ្នាំថ្មីដែលបទនេះបកស្រាយដោយកញ្ញាសុនស្រីពេជ្រនិងលោករិនសាវ៉េតសូមអញ្ជើញទស្សនាកំសាន្តដោយមេត្រីស្រោនឹងនួនជាយូរទៅខែចូលឆ្នាំថ្មីប្រជាព្រៃលំបាយរំកំសាន្តយុវជនសម័យយុវតីនារីក្លាហានលេងរំកំសាន្តតាមបុរាណទទួលទេវតាសួស្ដីកញ្ញារៀងសង្ហាដូចអាស្រ័យឃើញព្រាមរៀមផ្លាយក្រនក្រឡេកត្រេកត្រង់ភាំងត្រាអរគុណហើយបងស្រឡាញ់តូចត្រមេញបំពេញចិត្តអូនរំសំរកខ្លួនគប់នំនួនចង់វាក់ដូនតាអូនអូនតែគប់ពុស្នាជាថែវាបធបរកកំរអូនចិនពោអើល្អដូចផ្កាអរគុណលោកអ្នករំចង្វាក់នៃជាតិខែមាសប្បាយអរចាគូសង្សាររំចូលកំពឹងស្រោនឹងនួនជាយូរទៅខែចូលឆ្នាំថ្មីប្រជាព្រៃលំបាយរំកំសាន្តយុវជនសម័យយុវតីនារីក្លាហានលេងរំកំសាន្តតាមបុរាណទទួលទេវតាសួស្ដីកញ្ញារៀងសង្ហាដូចអាស្រ័យឃើញព្រាមរៀមផ្លាយក្រនក្រឡេកត្រេកត្រង់ភាំងត្រាអរគុណហើយបងបំណងស្រឡាញ់កញ្ញាទុកជាបាច់ការនេះឆ្នាំថ្មីប្រថ្លៃអើយអូនបងធ្លាប់រំញឹងជាចង្វាក់មកពីបរទេសហើយអ្វីពេលនេះបងចេះរំចុះកំពឹសប្រសួនចេះព្រោះស្រឡាញ់តូចត្រមេញបំពេញចិត្តអូនរំសំរកខ្លួនគប់នំនួនចង្វាក់ដូនតាលោកអ្នករំចង្វាក់នៃជាតិខែមាសប្បាយអរចាគូសង្សាររំជួបកំពឹងអរគុណលោកអ្នករំចង្វាក់នៃជាតិខែមាសប្បាយអរចាគូសង្សាររំជួបកំពឹងលោកស្រីនាងកញ្ញាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្ថិតនៅក្នុងបរិយាកាសដ៏សែនសប្បាយរីករាយអំណរសាទរឆ្នាំថ្មីឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556គ្រិស្តសករាជ2012បាទឃើញថា
ទស្សនីយភាពជាច្រើនដែលរៀបចំឡើងដោយសមាគមទូរទស្សន៍កម្ពុជានៅក្នុងនោះយើងខ្ញុំទាំងអស់គ្នាតំណាងឲ្យបុគ្គលិកនៃស្ថានីយ៍ទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ9បានចូលរួមអបអរនៅក្នុងឱកាសនេះដែរបាទជាការពិតណាស់ព្រោះថានៅក្នុងកម្មវិធីដើម្បីទទួលអំណរឆ្នាំថ្មីឆ្នាំរោងនេះផងដែរបាទសមាគមទូរទស្សន៍កម្ពុជាដែលនៅក្នុងនោះមានពីស្ថានីយ៍ទូរទស្សន៍ផ្សេងៗក៏ដូចជាសិល្បករសិល្បករនីបាទជាច្រើនរូបដើម្បីចូលរួមអំណរអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះព្រោះថាកម្មវិធីរបស់យើងមានជាច្រើនដូចជាឈុតឆាកកំ pl ែងក៏ដូចជាចង្វាក់រំពងរំក្បាច់ហើយនៅក្នុងនោះពីកម្មវិធីពីសមាគមទូរទស្សន៍កម្ពុជាមានបទចម្រៀងដើម្បីចាកំដរអារម្មណ៍លើលោកស្រីអ្នកនាងកញ្ញាយើងផងដែរហើយបទទី1មានចំណងជើងថាបាទឈើដែលជាការបកស្រាយពីលោកសុកសខននិងអ្នកនាងសុកសំផស្សចាហើយចំពោះអ្នកនាងសុកសំផស្សផងដែរចាអ្នកនាងនឹងបន្តនៅបកស្រាយនៅបទចម្រៀងមួយបទទៀតចាដែលមានចំណងជើងថាផាមួងកទាដែលជាចង្វាក់រាំវង់ចាចំណែកបទទី3មានចំណងជើងថាឆ្លុះកញ្ចក់គឺជាចង្វាក់ចាសារវ័នបកស្រាយដោយកញ្ញាកែបូរ៉ាក្រមុំតែខ្លួន
បីដាច់ខ្សែអើយប្រមុំភ័យអូទឹកស្នត់ផ្អែមអើយនាងផ្អែមមិនជាម្លេះណាបងរងទុកជួយជីមាទឹកថ្នោតទឹកដបស្នេហាញ៉ាំកាណាត្រជាក់ណោខ្លាញ៉ាំកាណាត្រជាក់ណោខ្លាពេញទាំងវាលរបៀបចូលស្រែបីដាច់ខ្សែអើយប្រមុំភ័យអូទឹកស្នោតផ្អែមអើយនាងផ្អែមប្រចាំម្លេះណាបងត្រង់ទុំជួយជីមាទឹកស្នោតទឹកដបស្នេហាញ៉ាំកាណាត្រជាក់ដល់ខ្លាញ៉ាំកាណាត្រជាក់ដល់ខ្លាជាបឋមក៏សូមអនុញ្ញាតជំរាបសួរលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទូរទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនាដែលកម្មវិធីសមាគមទូរទស្សន៍ជាតិកម្ពុជាយើងបានពំនាំយកនៅទស្សនវិជ្ជាសប្បាយរីករាយដែលតាក់ទងទៅនឹងសិល្បករសិល្បករនេះបានបង្ហាញជូននៅទេពកោសល្យរបស់ខ្លួនតាមរយៈការច្រៀងការរាំចានៅក្នុងថ្ងៃនេះដើម្បីអបអរសាទរនៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសម្រាប់តំណាងទូរទស្សន៍ប៉ុស្តិ៍លេខ3រាជធានីភ្នំពេញក៏មានការបង្ហាញជូននៅម៉ូដសម្លៀកបំពាក់សម័យទំនើបដោយការបង្ហាញម៉ូដសម្លៀកបំពាក់នេះដោយក្រុម Cambodia Super Model ក៏សូមជម្រាបជូនថាចំពោះការច្នៃម៉ូដនេះគឺច្នៃម៉ូដឡើងដោយហាងកាត់ដេរដាណាម៉ាព្រមទាំងហាងលក់សម្លៀកបំពាក់ KCN ជាការពិតនាងជាតិចាម៉ូដសម្លៀកបំពាក់គឺជាផលិតផលរបស់ខ្មែរយ៉ាងសុទ្ធសាធចាដែលជាស្នាដៃរបស់កូនខ្មែរប៉ុន្តែយកច្នៃប្រឌិតឡើងคล้ายទៅជាម៉ូដសម្លៀកបំពាក់ដែលទាន់សម័យចាអាចនិយាយបានថាម៉ូដសម្លៀកបំពាក់ដែលច្នៃប្រឌិតដោយកូនខ្មែរស្នាដៃរបស់កូនខ្មែរនេះគឺនៅថិតថេរនិងអភិវឌ្ឍដើម្បីឲ្យដើរទាន់ទៅលើពិភពលោកវត្តភូមិនីយកម្មរបស់យើងចាបាទដូច្នេះលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនទាំងអស់កំពុងតែតាមដានទស្សនាប្រកាសជាចង់ឃើញថាតើមានម៉ូដបែបណាខ្លះសូមអនុញ្ញាតគ្រប់អញ្ជើញទស្សនាដោយរីករាយសូមគ្រប់អញ្ជើញ
ដើម្បីបសាទរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសមាគមទូរទស្សន៍បានរៀបចំនៅកម្មវិធីពិសេសជាច្រើនបាទមានទាំងការដើរបង្ហាញម៉ូដការសម្ដែងរឿងកំប្លែងខ្លីរួមជាមួយនឹងការរាំលេងកម្សាន្តដែលជាចង្វាក់ប្រពៃណីខ្មែរជាច្រើនបទផងដែរ
ចាហើយយើងខ្ញុំទាំងពីរនាក់តំណាងឲ្យទូរទស្សន៍ខ្សែការប្រធានាធិបតីភ្នំពេញ PPC TV ចាគឺថាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556បាទដើម្បីបន្តភាពសប្បាយរីកជាមួយនឹងបទចម្រៀងចំនួន4បទជាបន្តទៀតបាទបទទី1មានចំណងជើងថាកុំយកប្រពន្ធលេងបៀបាទជាការបកស្រាយរបស់លោកនួនប៊ុនសំចានឹងបទទី2មានចំណងជើងថាចាំនាងរំលេងកន្ទ្រឹមឆ្នាំថ្មីបកស្រាយដោយលោកយុដួងតារាបាទហើយបទជាទី3នោះគឺមានចំណងជើងថាសុភាពនារីខ្មែរជាការបកស្រាយរបស់លោកនៅសុភ័ក្របាទចានឹងបទទី4មានចំណងជើងថារំវងឆ្នាំថ្មីបកស្រាយដោយកញ្ញាសាន់សុម៉ាត់លីដែតបាទដូច្នេះហើយសូមគោរពអញ្ជើញលោកអស័យនិងកញ្ញាចូលរួមទស្សនាក៏ដូចជារំលែកកម្សាន្តជាមួយនៅបទចម្រៀងជីបន្តទៀតបាទ
រូបអូននឹងចំនារីខ្មែរពិតមានឧបសគ្គលំបាកយ៉ាងណាក្នុងចិត្តណាជីវាពុះពីមិនគិតបំរើសង្គមបញ្ចេញគុំនិតលះបង់កាយចិត្តខ្ពងខ្ពងថ្លៃថ្លាស្រស់ស្រីកលយាវាដូចជាស្ពានរងមអង្គចាទុនធំមើងមាត់សុខភាពរៀបសារអូនជាមេត្តាអំណត់ណាខន្តីនារីរតនៈគឺនារីខ្មែរអូនរក្សាថានៅប្រពៃទុំនាមទំលាប់បបធប់មានអូនជានារីអូអំឡៃអូនល្អទាំងគ្រប់ទុកចិត្តមិនបានសូមផ្ញើប្រាណនឹងស្រស់ចរណៃជាតិនឹងជាតិមុខផ្ញើទុកនឹងស្រីបេះដូងភាំងក្តីស្រីគុំប្រកែកស្រណងអើយសែនស្រណោះបើនៅកំឡោះមិនស្រណោះខ្លួនទេប្រពន្ធខ្ញុំមិនដូចប្រពន្ធគេមិនដែលទុំនេនៅផ្ទះមួយថ្ងៃប្តីហាមថាប្តីមិនទុះមិនដែលស្ដាប់សោះមិនជឿពាក្យប្តីសូមខ្លាចឲ្យម៉ែប្រពន្ធស្រីជាតិមុងជាតិថ្មីខ្ញុំសូមស្មាលានេះហើយរឿងប្តីប្រពន្ធខ្ញុំគុំសាយគុំយំចំអកនិនទាសូមផ្ដាំបងប្អូនគ្រប់គ្នាប្រពន្ធលេងបៀយកច្បាស់ជាស្បែកកម្មល្មមហើយណាម៉ែប្រពន្ធអាសូកិតកូនអូនអើយបងសុំលបែងតងស៊ីគូក្រហមឈប់ទៅស្រីមុំបងសុំចិត្តស្រីជប់ទៅអូនអើយបងសុំណាអូនគិតខ្លួនឯងជាស្រីផងណាគិតកូនគិតប្តីផងណាអូនស្រណងអើយសែនស្រណោះបើនៅកំឡោះមិនស្រណោះខ្លួនទេមានប្រពន្ធណាមិនដូចប្រពន្ធគេមិនដែលទុំនេនៅផ្ទះមួយថ្ងៃប្តីហាមថាប្តីមិនទុះមិនដែលស្ដាប់សោះមិនជឿពាក្យប្តីសូមខ្លាចឲ្យម៉ែប្រពន្ធស្រីជាតិមុខជាតិថ្មីខ្ញុំសូមស្មាលានេះហើយរឿងប្តីប្រពន្ធខ្ញុំគុំសាយគុំយំចំអកនិនទាសូមផ្ដាំបងប្អូនគ្រប់គ្នាប្រពន្ធលេងបៀយកច្បាស់ជាស្បែកកម្មល្មមហើយណាម៉ែប្រពន្ធអាសូកិតកូនអូនអើយប
ស៊ីគូក្រហមឈប់ទៅស្រីមុំបងសុំចិត្តស្រីខ្លាំងពេកបងដេកមិនលក់ឡើយនឹកណាស់នាងអើយថ្មិចឃើញតែមុខស្រីនឹកណាស់នាងអើយថ្មិចឃើញតែមុខស្រីចាំនេះមករើលីសាបាយបុណ្យចូលឆ្នាំថ្មីស្រីអើយឡាប់មកវិញបុណ្យចូលឆ្នាំថ្មីស្រីអើយឡាប់មកវិញព្រួយអើយព្រួយតាអេចាំបែទុកតូម្នេញចាំនាងមកវិញមករំលេងកាន់ត្រឹមចាំនាងមកវិញមករំលេងកាន់ត្រឹមមកវិញហើយដើរមកមួយញូញឹមអើយបងសង្ឃឹមរំកាន់ត្រឹមឆ្នាំថ្មីអើយបងសង្ឃឹមរំកាន់ត្រឹមឆ្នាំថ្មី
យើងខ្ញុំទាំងអស់គ្នាជាបុគ្គលិករបស់បណ្ដាញទូរទស្សន៍កម្ពុជា CTN និង My TV សូមលំអរកាយគោរពលោកលោកស្រីនាងកញ្ញាទូរទស្សនិកជនដែលកំពុងតែទស្សនាកម្មវិធីពិសេសរៀបចំឡើងដោយសមាគមទូរទស្សន៍កម្ពុជាថ្ងៃនេះគឺជាឱកាសមួយដ៏ពិសេសពិសាលណាស់ដែលយើងទាំងអស់គ្នាជួបជុំគ្នាមិនអញ្ចឹងណាបាទ CTN ហើយ My TV ច្រើនមែនតើបាទគេថាឆ្នាំនេះច្រើនជាងឆ្នាំមុនទៅទៀតណាបងណាសមាគមទូរទស្សន៍កម្ពុជាបានរៀបចំកម្មវិធីពិសេសរយៈពេល3ថ្ងៃគឺរួមគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ដែលមាននៅក្នុងប្រជាជាតិកម្ពុជារួមទាំងស្ថានីយទូរទស្សន៍ខ្សែការទៀតផងចា៎បើនិយាយអំពីប្រជាជាតិកម្ពុជាឥឡូវហ្នឹងបាទមានការរីកចម្រើនណាស់បាទនៅតាមដងវិថីបាទការធ្វើដំណើរទៅមករបស់បងប្អូនយើងហ្នឹងគឺច្រើនមែនតើបាទដោយឡែកនៅរាជធានីភ្នំពេញហ្នឹងសឹងកកស្ទះទៅឲ្យស្រុកយើងឥឡូវចេះស្ទះដែរណាបាទហើយជាពិសេសបាទគេថានៅថ្ងៃនេះទាំង My TV ទាំង CTN បានអញ្ជើញមកច្រើនអញ្ចឹងបានន័យថាឆ្នាំមុនមកតែប្រហែលគូទេបាទប៉ុន្តែដោយសារតែស្រុកទេសរបស់យើងបាទសបោសបាយរុងរឿងអញ្ចឹងបាទគឺមកទាំងអស់គ្នាតែម្ដងបាទមកទាំងគ្រួសារតែម្ដងបាទក្នុងនាមបាទ CTN ក៏ដូចគ្នាក្នុងនាម My TV ក៏ដូចគ្នាក្នុងនាមបាទសមាគមទូរទស្សន៍កម្ពុជាសូមជំរាបនិងផ្ដាំផ្ញើដល់បងប្អូនដែលធ្វើដំណើរតាមដងវិថីសូមគោរពច្បាប់ចរាចរណ៍ការដែលលោកអ្នកគោរពច្បាប់ចរាចរណ៍មានន័យថាស្រឡាញ់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ខ្លួនជាពិសេសស្ត្រីឥឡូវនេះបាទទីណានៅពេលដែលយើងគិតថាមានគូសកលឲ្យដាក់កម្រងថានឹងមានកូនមិនអញ្ចឹងណាបាទជាការប៉ុណ្ណាបងបាទត្រូវតែយកចិត្តទុកដាក់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពទៅពិនិត្យគួរឲ្យបានទៀងទាត់បាទថ្ងៃនេះយើងទាំងអស់គ្នាបាទ CTN និង My TV មានកំ pl ែងជូនលោកអ្នកបានទស្សនាតាមរយៈរឿងបើស្រវឹងកុំបើកបបាទដូច្នេះសូមតាមដានទស្សនាដូចតទៅជីលឿនអីលឿនហើយឃើញទេអញថាមែនអីទេវារៀងស្ពឹកបន្តិចហើយយ៉ាងច្រើនមកជាប់អត់អីទេវាចឹងរឿងខ្ញុំបានប្រាប់ថាចូលឆ្នាំត្រូវប្រយ័ត្នប្រយែងបើអត់ប្រយ័ត្នសោះណែប៉ុណ្ណឹងខ្លាំងហើយអញបើកមុខខ្លាំងជាងហ្នឹងទេអញបើកតកប់ហ្មងកប់យ៉ាងណែគ្នាអញមើលដៃគេអញមួលយ៉ាងហីឃើញទេមួលយ៉ាងកប់យ៉ាងហើយមួលមិនអញមួលតកប់ចឹងឃើញទេយល់ទេចឹងមកនៃតែពូម៉ាយបាយយើងវាសបាយបើកលឿនបានវាសបាយអូបើកកើមមកណែបើកលឿននេះប៉ុណ្ណឹងពូអញបង្កើតលឿនជាងនឹង10ដងពូអញបង្កើតបើកសាហាវជាងហ្នឹងគាត់មានបើកសាលាបង្រៀនបើកបោអញទៅរៀនងាប់បាត់ហើយងាប់បាត់ហើយដួលម៉ូតូងាប់បាត់ហើយចឹងក៏អួតដែរហើយខ្ញុំមករឿងម៉ូតូលឿនខ្ញុំមិនជួនកាលខ្ញុំរឡាតជួនកាលខ្ញុំតោងលើមេឈើម៉ូតូទៅបាត់ស្បាយចឹងក៏មកដេកដូចសង្វាក់រំអីមកធ្វើស្អីណែអត់ទេណែបោតស្ដាយនាងបាក់បែកជិះទៀតអត់ទេអស់ទេមកបាយណែតោះទៅទៀតបើមកសបាយមកអាកំភៃអាបានឯងបើអញទេសបឹងប៉ុណ្ណឹងមិនទៅបញ្ហាស្អីមិនម៉ូតូឯងទេម៉ូតូអញអត់បានជិះម្ដងសោះហើយមើលឯងខំទិញពណ៌ស៊ីខោស៊ីអញមិនដែលអញតាំងពីអញជិះម៉ូតូមកមិនដែលទេឥឡូវចេះខ្ញុំដប់មិនដែលអត់ទេខ្ញុំទៅមកតបងមកឡើងចាសបាយអស់ទោះខ្ញុំចេះផ្អើលចូលឆ្នាំម្ដងសប្លេម៉ែសប្លេស្អីសប្លេអត់យូរទៅចាប់ផងទៅមកទៀតយើងខ្ញុំជាយុវជនកាកបាទក្រហមរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋបានជម្រាបថាការគោរពច្បាប់ចរាចរណ៍គឺគោរពស្រឡាញ់អាយុជីវិតរបស់លោកអ្នក
ការពីជីវិតអ្នកពាក់មួកការពីសុខភាពបានត្រឹមត្រូវសូមកុំបើកបរនៅពេលស្រវឹងហួសល្បឿនកំណត់ម៉ូតូក្នុងទីប្រជុំជនប្រើល្បឿនអតិបរមា30គីឡូម៉ែត្រក្នុង1ម៉ោងរថយន្ត40គីឡូម៉ែត្រក្នុង1ម៉ោងគ្រោះច្បាប់ចរាចរណ៍គឺគោរពនឹងលើកស្ទួយកិត្តិយសជាតិជាចុងបញ្ចប់នេះខ្ញុំសូមជូនពរពុកម៉ែបងប្អូនធ្វើដំណើរដោយសុវត្ថិភាពបើកបរប្រុងប្រយ័ត្នគ្រោះសារសិក្សាមតិជាតិរុងរឿងសូមអរគុណជីអើយស្រួលម៉ាវាសួរលោកពូលោកពូដូចជាមានជាតិសវឹងគ្រប់គ្រងលើស្មារតីហីអត់ទេខ្ញុំតិចទួចទេអធិស្ឋានលោកពូមិនគួរបើកបរនៅពេលសវឹងអញ្ចឹងទេព្រោះអីវាអាចបង្កគ្រោះថ្នាក់ដល់លោកពូហើយក៏អ្នកធ្វើដំណើរជាមួយលោកពូហើយប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរលើដងវិថីហ្នឹងដែរគ្រោះថ្នាក់ពូមើលហើយ99បានងាប់អត់អីទាយសទាយអស់ហើយ99ហ្នឹងហើយអានេះ110អីច្រើនមែនច្រើនពេកហ្នឹងហើយចុះយក99ដែរសុំទោសលោកពូនៅពេលបើកម៉លោកពូគួរតែពាក់មួកសុវត្ថិភាពហើយអត់គួរផ្ទុកទម្ងន់លើកំណត់អញ្ចឹងទេព្រោះអីម៉ូតូគឺអនុញ្ញាតឲ្យជិះតែ2នាក់ឯងហើយលោកពូជិះដល់តែ3នាក់អញ្ចឹងគឺបង្កគ្រោះថ្នាក់ខ្លាំងមកជាមនឹងមាននាងតែមុខនេះតិចមួយមុខនេះឆ្លងតែស្តុបទៅផ្ទះតាក់តែសិនហើយបាយហ្នឹងអាចចឹងឲ្យក្មេងស្ដីឲ្យយាយជួយអញថាហ្នឹងតែសូត្រឡើងចាំបាច់ពាក់តែខ្លាចខូចសក់វាខូចអំភ្លីយើងនេះនឹងជួបក្មេងៗបើជួបប៉ូលីសគេមិនពិនិត្យជាតិអកលអីទៅលឿនឡើងទៅឲ្យលឿនឡើងបច្ឆេះឲ្យសូត្រឡើងឡើងមុនអើយចាំផងណមវាធ្នមអស់ធំប៉ុណ្ណឹងនេះចេអាការពារថាយើងនៅឆ្ងាយដែរយើងអាសាទៅពិនិត្យសុខភាពព្រោះអូនឯងមានតេពោះហើយពឹងបងចេះពិនិត្យសុខភាពអីទៅខ្ញុំទៅមណ្ឌលសុខភាពហ្នឹងគេឲ្យថ្នាំជាតិដៃអីមកគេយកចិត្តទុកដាក់ជាមួយយើងណាឯងយ៉ាងមួយទៀតអូនឯងកុំកូនដំបងខ្ញុំវាប្រយ័ត្នប្រយែងអញ្ចឹងហើយបងមកពេញតួនាទីបងនេះយកប្តីហ្នឹងហើយថាកល្យាណីស្រីអូនឯងគេថាស្រីគ្រប់លក្ខនៅតែផ្ទះទៅហើយប្តីនេះក៏ប្តីគ្រប់លក្ខដែរអញ្ចឹងឯងមានដែរទៅលាក់លៀមអីខ្ញុំឯងខ្ញុំរាល់ថ្ងៃសុបាយចិត្តណាស់បានឯងធ្វើប្តីតែឯងកុំសូវថោកខ្ញុំខ្លាំងពេកខ្ញុំខ្លាចកើតទេតំណោះគេថាយើងប្តីប្រពន្ធចេះដឹងទុកតរៈគ្នាទៅវិញទៅមកអូនឯងក៏ដូចបងក៏ដូចហ្នឹងហើយតែការងារអីល្មមខ្ញុំធ្វើបានខ្ញុំធ្វើទៅគុំនឹងតាមចិត្តខ្ញុំពេកដបងអញ្ចឹងឲ្យមុខដូចបងហ្នឹងរស៊ីធូរហើយអូយអញថាមែនអញថាមែនអីណែមកយាយមិនពុកគេហួរណែគួយអើយណែគួយមកយាយពូណែជួយសង្គ្រោះគួយណែអូខាងកាក់ក្បត់ណែគួយមើលជួយណែជួយពូមកយាយពូជួយណែជួយសម្រួលសាលាចរផងខ្លះជួយសម្រួលសាលាចរខ្លះណែជួយសង្គ្រោះណែវីបយអញមកយាយមិនឯងធំទៀតបាសនាអីអត់អីនាងហ៎បាសនាមិនហ្នឹងណែតាតែខ្ញុំយកមកអូននេះទៅប៉ែតអញ្ចឹងហ៎តែចាំយកទៅប៉ែតណាបាទអានប៉ែតមកពួកជនអូនឯងមិនអាយអញថាក៏ស្វឹងកុំបើកបហ៎អូនៅមានដង្ហើមឡើងនាងហ៎អូណ៎កោហើយនៅទីហ្នឹងមែននៅទីណាមកណែឃើញណែហ្នឹងហើយការបើកបរនៅពេលស្វឹងណាការបើកបរមិនគោរពច្បាប់ចរាចរណ៍ការស្លាប់បាត់បង់ជីវិតណាការទប់ស្កាត់នៃការបាត់បង់ជីវិតនោះមិនមែនស្ថិតលើកាកបាទក្រហមមិនមែនស្ថិតលើរាជរដ្ឋាភិបាលមិនមែនស្ថិតលើនៃប៉ូលីសចរាចរណ៍ទេសំខាន់បំផុតគឺស្ថិតនៅលើខ្លួនឯងត្រូវប្រុងប្រយ័ត្នណែអាការបាត់បង់នេះខ្ញុំនិយាយលាក់បាំងអីអស់កូនមួយដោយសារតែកូននោះវាអត់គ្រប់ចរាចរណ៍បើអត់ពាក់មួកសុវត្ថិភាពស្លាប់បាត់បង់អញ្ចឹងបានថាបងប្អូនគ្រប់រូបទាំងអស់ត្រូវជិះឲ្យផុតព្រោះថាថ្ងៃនេះគ្រួសារខ្ញុំដែលមានទុកតែថ្ងៃក្រោយគ្រួសារអស់លោកពិតជាមានទុកបើអស់លោកមិនបានយកចិត្តទុកដាក់នឹងច្បាប់ចរាចរណ៍ម្យ៉ាងទៀតខ្ញុំប្រាប់ទៀតនេះបង្កគ្រោះមហន្តរាយហ្នឹងដោយខ្លួនឯងត្មងនេះបើដល់អាយុជីវិតគេទៀតមើលគេអ្នកដើរនេះអាតែមនុស្សមានពោះមានពងផងខ្ញុំប្រាប់កុំឲ្យលឿនពេកវាហត់បើកចោលខ្ញុំទៅតាមការដែលថាព្យាករនោះគឺមួយថ្ងៃ4នាក់ហើយបើថាមិនគិតគូរពីបញ្ហាជីវិតទេអាចថ្ងៃនេះ
អ្នកផ្សេងថ្ងៃនោះអ្នកផ្សេងប៉ុន្តែថ្ងៃក្រោយគង់តែដល់យើងទេបើយើងមិនបានយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ហើយបើកបោះផឹកស៊ីស្រវឹងណាចូលបាយខ្ញុំរៀងហើយខ្ញុំត្រូវគោរពច្បាប់ចរាចរណ៍ហ្នឹងហើយចាំទៅហើយបើខ្ញុំស្រវឹងខ្ញុំចេះតែមានចិត្តមានះស្រវឹងចេះក្លាហានឥឡូវចូលបាយខ្ញុំលេងហូបប៉ុន្តែខ្ញុំសួរដូចឆ្ងល់ចេះអាងបងប្អូននៅអីវត្តពុទ្ធទេបានចេះតែហ៊ានអញ្ចឹងអីក៏មានឪពុកមាមួយចាំ10នៅអូខាងលក់មឈូសអីអូអញ្ចឹងប្រយ័ត្នណាអរគុណណាស់ព្រឹងមកឆ្កងពីសម្ដែងការតាមសំរុំគឺសូមអធិស្ឋានផងដែរសូមជូនពរមហាសំណាងល្អនៅឆ្នាំថ្មីនេះឲ្យជួបប្រទះតែសេចក្តីសុខសិរីចម្រើនគ្រប់ក្រុមគ្រួសារសូមអរគុណ